សម័យថ្មីនៃទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកការវិភាគយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងផលជះដល់ប្រព័ន្ធសកលការជួបប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Christopher Lado នៅទីក្រុង Washington DC បានបង្ហាញសញ្ញានៃការកែសម្រួលទំនាក់ទំនងយុទ្ធសាស្ត្ររវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងបរិបទដែលប្រព័ន្ធសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយសកលកំពុងផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីៗនិងការពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសអន្តរជាតិសុទ្ធសឹងតែជាផ្នែកនៃទិសដៅថ្មីដែលអាចបង្កើតផលជះយូរអង្វែងលើអនាគតសេដ្ឋកិច្ចកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ចំពោះមូលដ្ឋានសេដ្ឋកិច្ចនិងការផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងរយៈពេលជាង1ទសវត្សរ៍កន្លងមកសេដ្ឋកិច្ចកម្ពុជាអាស្រ័យយ៉ាងខ្លាំងលើវិស័យកាត់ដេរស្បែកជើងនិងផ្នែកសេវាកម្មទីផ្សារអាមេរិកបានក្លាយជាទីផ្សារនាំចេញដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជាទំនាក់ទំនងពាណិជ្ជកម្មនេះបានផ្ដល់ប្រាក់វិនិយោគបរទេសការងារនិងការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលទោះជាយ៉ាងណារចនាសម្ព័ន្ធនាំចេញនៅតែមានការផ្ដោតលើផលិតផលតម្លៃទាបដែលធ្វើឲ្យប្រឈមមុខនឹងហានិភ័យពីការប្រែប្រួលតម្រូវការអន្តរជាតិការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកអាចជំរុញការបំលែងរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាអាចចាប់ផ្ដើមបន្តទៅវិស័យដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដូចជាការដំឡើងគ្រឿងអេឡិចត្រូនិកការកែច្នៃកសិផលការផ្ដល់សេវា Digital និងសេវាលទ្ធកម្មប្រសិនបើមានការកែលម្អច្បាប់ស្តង់ដារនិងបរិយាកាសវិនិយោគវានឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេសនិងជំរុញការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលបរិបទសកលក៏មានសារៈសំខាន់ផងដែរក្រុមហ៊ុនពហុជាតិជាច្រើនកំពុងអនុវត្តយុទ្ធសាស្ត្រចិន+1ដើម្បីបន្តពង្រីកមូលដ្ឋានផលិតកម្មក្រៅពីប្រទេសតែមួយនិន្នាការនេះបើកឱកាសសម្រាប់ប្រទេសអាស៊ីទាំងកម្ពុជាផងដែរប្រសិនបើកម្ពុជាអាចអភិវឌ្ឍសមត្ថភាពបច្ចេកទេសកម្លាំងពលកម្មជំនាញនិងហេដ្ឋារចនាសម្ព័ន្ធគឺអាចក្លាយជាគន្លងផលិតកម្មបន្ថែមសម្រាប់ទីផ្សារអាមេរិកចំពោះវិស័យអាកាសចរណ៍និងការផ្ទេរបច្ចេកវិទ្យាកម្ពុជាបានទិញយន្តហោះពីក្រុមហ៊ុន Boeing មិនមែនជាប្រតិបត្តិការពាណិជ្ជកម្មធម្មតានោះទេប៉ុន្តែជាការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយូរអង្វែងកិច្ចព្រមព្រៀងប្រភេទនេះជាទូទៅរួមបញ្ចូលការបណ្ដុះបណ្ដាលអ្នកបើកបរការថែទាំបច្ចេកទេសនិងការអនុវត្តស្តង់ដារសុវត្ថិភាពអន្តរជាតិនេះអាចជួយលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងវិស័យអាកាសចរណ៍និងពង្រឹងការភ្ជាប់របស់កម្ពុជាជាមួយនឹងបណ្ដាញដឹកជញ្ជូនសកលវិស័យអាកាសចរណ៍ក៏ជាគន្លងសំខាន់សម្រាប់ការរីកចម្រើនទេសចរណ៍និងពាណិជ្ជកម្មដឹកជញ្ជូនទំនិញការកែលម្អស្តង់ដារនិងបច្ចេកទេសអាចបង្កើនការទុកចិត្តរបស់ដៃគូអន្តរជាតិនិងជំរុញវិនិយោគបន្ថែមចំពោះភូមិសាស្ត្រនយោបាយនិងយុទ្ធសាស្ត្រតុល្យភាពកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងអាស៊ីអាគ្នេយ៍ក្នុងអតីតកាលការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការវិនិយោគរបស់ចិនទោះជាយ៉ាងណាការពឹងផ្អែកលើដៃគូតែមួយអាចបង្កើតហានិភ័យរយៈពេលវែងទាក់ទងនឹងឥទ្ធិពលនិងការចរចាការពង្រឹងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកអាចជួយកម្ពុជាអនុវត្តយុទ្ធសាស្ត្រការធ្វើតុល្យភាពដើម្បីបង្កើនភាពឯករាជ្យនយោបាយនៅក្រៅប្រទេសការប្រកួតប្រជែងអំណាចធំៗនៅក្នុងតំបន់មិនចាំបាច់នាំឲ្យមានការជ្រើសរើសភាគីនោះទេប៉ុន្តែអាចជាឱកាសសម្រាប់ប្រទេសតូចៗក្នុងការបង្កើនផលប្រយោជន៍ជាតិចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខនិងអភិបាលកិច្ចវាគឺជារឿងមួយក្នុងចំណោមប្រធានបទសំខាន់នៃកិច្ចពិភាក្សាគឺជាការប្រយុទ្ធប្រឆាំងបទល្មើសអន្តរជាតិកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុការប្រឆាំងការលាងលុយនិងបទល្មើស Digital អាចជួយលើកកម្ពស់ភាពជឿជាក់អន្តរជាតិលើប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាការកែលម្អអភិបាលកិច្ចនិងភាពថ្លៃថ្នូរនឹងបង្កើនស្ថិរភាពវិនិយោគនិងកាត់បន្ថយហានិភ័យសេដ្ឋកិច្ចកម្ពុជាជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានតួនាទីសំខាន់ក្នុងស្ថាបត្យកម្មតំបន់
ការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកអាចបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការចូលរួមសកម្មក្នុងខ្សែសង្វាក់តម្លៃតំបន់និងបង្កើនអំណាចចរចារបស់អាស៊ានជាសកលប្រសិនបើកម្ពុជាអាចធ្វើឲ្យស្តង់ដារផលិតកម្មនិងច្បាប់សមស្របជាមួយទីផ្សារអាមេរិកនោះអាចជួយទាក់ទាញវិនិយោគពីបរទេសមកអភិវឌ្ឍលើកម្មវិធីផ្សេងៗទៀតផងដែរចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលឬក៏ផលជះជាសកលការរីកចម្រើននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាត្រូវបានពិចារណាជាផ្នែកមួយនៃនិន្នាការធំជាងនេះគឺការបំបែកមូលដ្ឋានផលិតកម្មសកលឲ្យមានភាពចម្រុះប្រព័ន្ធដែលមានការចែកចាយផលិតកម្មច្រើនតំបន់អាចបង្កើនភាពធន់និងវិបត្តិនិងការរំខានផ្សេងៗការចូលរួមរបស់កម្ពុជាក្នុងខ្សែសង្វាក់ថ្មីៗនឹងរួមចំណែកដល់ស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោកសរុបមកទំនាក់ទំនងកំពុងអភិវឌ្ឍរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមិនមែនជាការផ្លាស់ប្ដូរបន្ទាន់នោះទេប៉ុន្តែជាដំណើរការបន្តបន្ទាប់នៃការកែសម្រួលយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយប្រសិនបើមានការអនុវត្តយុទ្ធសាស្ត្រយ៉ាងប្រុងប្រយ័ត្នការកែលម្អអភិបាលកិច្ចនិងការវិនិយោគលើធនធានមនុស្សកម្ពុជាអាចទទួលបានផលប្រយោជន៍យូរអង្វែងពីការពង្រឹងទំនាក់ទំនងនេះនៅកម្រិតសកលវាបង្ហាញពីការផ្លាស់ប្ដូរទៅប្រព័ន្ធពាណិជ្ជកម្មដែលមានភាពចម្រុះនិងតុល្យភាពច្រើនជាងមុនដូច្នេះសម័យថ្មីនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកអាចក្លាយជាធាតុសំខាន់មួយក្នុងការកំណត់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅទសវត្សរ៍ខាងមុខ